មានសំណួរពិសេសមួយពីបេក្ខជនរបស់យើងតើតើជាមួយរឿងសញ្ញាបត្រក៏សួរថាបងបើសិនជាបេក្ខជនមានបញ្ញាបត្រមានអនុបណ្ឌិតឡើងទៅថាតើវាអាចមានហានិភ័យក្នុងការដាក់ពាក្យស្នើសុំទៅរស់នៅអាមេរិកតាមកម្មវិធី Visa Unskill ដែរឬក៏អត់តើតើរឿងសញ្ញាបត្រនេះខ្ញុំចង់បញ្ជាក់ថាទាំងនីតិវិធីផ្លូវច្បាប់ក៏ដូចជាតើតើជាមួយលក្ខខណ្ឌនៃកម្មវិធីគឺมันមានការចែងក៏ដូចជាតម្រូវរឿងសញ្ញាបត្រនឹងទេអ្នកទាំងនេះអាចដាក់ពាក្យស្នើសុំទៅតាមកម្មវិធី Visa Unskill នឹងបានប៉ុន្តែដល់វគ្គចុងក្រោយថាវគ្គសម្ភាសជាមួយនឹងស្ថានកុងស៊ុលឬក៏ស្ថានទូតនឹងតកតងជាមួយស្ថានកុងស៊ុលអាចនឹងមានការចោទសួរតកតងជាមួយនឹងបញ្ហាហ្នឹងគាត់ថាវាមិនមែនជាការថាបញ្ហាចោលឬក៏ការសួរនាំជាទូទៅគឺអត់ទេគាត់ថាវាអាចនឹងមានដែរតកតងជាមួយនឹងចំណុចហ្នឹងអញ្ចឹងបើសិនជាក្នុងករណីកុងស៊ុលសួរថាហេតុអីបានអ្នកទាំងអស់គ្នាមានសញ្ញាបត្របញ្ញាបត្រមានអនុបណ្ឌិតឬក៏មានសញ្ញាបត្របណ្ឌិតហើយតែធ្វើតកតងជាមួយនឹងកម្មវិធី EBSV Unskill តែធ្វើតកតងជាមួយនឹងប្រភេទការងារអត់ជំនាញអញ្ចឹងអ្នកទាំងនេះត្រូវប្រកាសថាតកតងជាមួយនឹងចម្លើយរបស់អ្នកទាំងនេះគឺពិតប្រាកដត្រឹមត្រូវ logic ទៅឲ្យស្ថានកុងស៊ុលវិញបើសិនជាអ្នកនេះមិនបានត្រៀមខ្លួនក៏ដូចជាផ្ដល់ចម្លើយឲ្យបានសមស្របណាមួយទៅស្ថានកុងស៊ុលទេតកតងជាមួយកិច្ចការរបស់អ្នកទាំងនេះអាចប្រឈមជាមួយនឹងការជាប់គាំងឬក៏អាចឈានដល់ការបដិសេធផងដែរអញ្ចឹងតកតងជាមួយចំណុចនេះគឺអ្នកទាំងនេះត្រូវមានការត្រៀមឲ្យបានច្បាស់លាស់គាត់ថាបើប្រសិទ្ធពួកខ្ញុំយើងថប់ឆ្លងកាត់តកតងជាមួយបេក្ខជនតែគាត់មានសញ្ញាបត្រខ្ពស់ហើយគឺអត់ជាបញ្ហាទេហើយជាស្ដែងមែនទែនគឺស្ថានកុងស៊ុលបានសួររឿងសញ្ញាបត្រទេប៉ុន្តែយើងបានត្រៀមសម្រាប់បេក្ខជនរបស់យើងរួចជាស្រេចដើម្បីបញ្ជាក់ហានិភ័យជូនពួកគាត់